គ្នាស្មាននេះនៅរុនសួស្ដីនៅឡើយបាទខ្ញុំណែបន្តហូបតែតទៀតនិយាយទៅងើបតាំងពីព្រឹកម៉ោង 4 កន្លះមកងើបព្រលឹមមកគឺសវេសវ៉ាទៅរកទឹកបានទឹកក្តៅអូនញ៉ាំពេលព្រឹកល្អហើយគ្រប់គ្នាសម្បីគ្រូពេទ្យក៏ទទួលស្គាល់ដែរគាត់ណែនាំដែរថាការញ៉ាំទឹកក្តៅអូនពេលព្រឹកល្អវាទៅវមអាប់កាពះយើងហើយវាក៏រួមចំណែកในការជំរុញឲ្យការបន្តបង់បានល្អដែរសម្រាប់បងប្អូនដែលឈឺកាពះការញ៉ាំទឹកក្តៅអូនពេលព្រឹកល្អខ្ញុំអត់ឈឺទេប៉ុន្តែខ្ញុំញ៉ាំមុនពេលឈឺនិយាយរួមត្រឡប់ធ្វើអីដែលល្អទៅកុំឲ្យឈឺហើយបានធ្វើអញ្ចឹងណាបាទហើយបើសិនជាលោកអ្នកចង់ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់កុំញ៉ាំទឹកសាបព្រោះកាលណាយើងញ៉ាំទឹកសាបទី1អត់ឆ្ងាញ់ទី2ញ៉ាំអត់បានច្រើនទេកាលណាយើងញ៉ាំទៅមានក្លិនល្អពណ៌ល្អរសជាតិល្អឬក៏ទឹកនោះវាមានប្រយោជន៍ដល់សុខភាពរបស់យើងពេលហ្នឹងធ្វើឲ្យយើងមានចំណង់នៃការញ៉ាំហើយយើងអាចនឹងញ៉ាំបានច្រើនលីត្រទៀតផងនៅក្នុងមួយថ្ងៃសម្រាប់ខ្ញុំពេលដែលខ្ញុំញ៉ាំទឹកបានច្រើនគ្រប់គ្រាន់ឬក៏លើផែនការខ្ញុំសប្បាយចិត្តព្រោះខ្ញុំដឹងថាកត្តាទាំង6ដែលពាក់ព័ន្ធនឹងសុខភាពរបស់យើងតែធ្វើឲ្យយើងអាចមានសុខភាពល្អបានហ្នឹងគឺក្នុងនោះកត្តាទី1ហ្នឹងគឺទឹកហ្នឹងដែរក្នុងចំណោម6ហ្នឹងមានទឹកហ្នឹងគឺជាកត្តាសំខាន់ដែលរួមចំណែកធ្វើឲ្យយើងទទួលបានសុខភាពល្អបានថ្ងៃនេះខ្ញុំដាក់ target ដាក់កំហិតខ្លួនឯងថាខ្ញុំត្រូវតែញ៉ាំទឹកតែនេះយ៉ាងហោចណាស់ក៏ឲ្យបាន4 លីត្រដែរនៅក្នុងមួយថ្ងៃពីព្រោះវាមានប្រយោជន៍ខ្ញុំលាយតែនឹងញ៉ាំជំនួសទឹកធម្មតាបាទទឹកសាបមិនមែនថាអត់ផឹកទេផឹកដែរតិចតួចតែភាគច្រើនគឺខ្ញុំផឹកទឹកហ្នឹងដោយសារផ្ទះខ្ញុំមានម៉ាស៊ីនចម្រោះទឹកហើយមានទឹកក្តៅចេញមកស្រាប់អញ្ចឹងពេលដែលអស់គឺខ្ញុំលាយអ៊ុនហូបហើយកម្រហូបទឹកសាបតែបើសិនជាទៅឆ្ងាយផ្ទះទៅជួបភ្ញៀវជួបអីខ្ញុំមានទឹកនេះហើយខ្ញុំចាក់តែនេះចូលទៅក្នុងហ្នឹងទៅគឺខ្ញុំយកទៅប្រើបានមួយដបនេះបាន1 លីត្រកន្លះដែររហូតដល់ស្មើនេះខ្ញុំញ៉ាំបាន1 លីត្រជាងហើយបាទជាង1 លីត្រដែរអញ្ចឹងដើម្បីឲ្យញ៉ាំទឹកបានច្រើនតើតាមានដបទឹកនៅក្បែរខ្លួនហើយអ្នកនរគ្នាមិនចាំបាច់ថាត្រូវតែញ៉ាំនៅពេលដែលយើងឃ្លានទើបញ៉ាំទេ5 10 នាទីលើកមកក្អិតតែបាទអូខេហើយព្រោះទឹកសំខាន់ទឹកនៅក្នុងខ្លួនរបស់យើង60 ទៅ 70% សូម្បីតែនៅក្នុងឈាមយើងក៏មានទឹកក្នុងឆ្អឹងក៏មានទឹកក្នុងខួរក្បាលមានទឹកច្រើនណាស់ចឹងកុំឲ្យឆ្ងល់ថាមិនបានឈឺក្បាលហេតុអីបានស្ពោតឆ្អឹងពុកឆ្អឹងហេតុអីបានឈឺសន្លាក់ហេតុអីបានភ្នែកអ្នកទាំងអស់គ្នាអត់សូវល្អមកពីខ្វះទឹកហើយបើអ្នកទាំងអស់គ្នាញ៉ាំទឹកដែលមានដាក់តែរុក្ខជាតិនេះតែរុក្ខជាតិនេះនៅក្នុងកំប៉ុងនេះកន្លែងនេះនិយាយថាជួយ increase metabolism ចឹងមិនមែនធម្មតាទេតែនេះគឺពេលអ្នកទាំងអស់គ្នាហាត់ប្រាណហើយបានហូបតែនៅជ័យជាមួយអញ្ចឹង metabolism របស់យើងធ្វើការល្អពេល metabolism ធ្វើការល្អអ្នកទាំងអស់គ្នាស្រស់ថ្លាស្វាងស្មារតីមានអារម្មណ៍ខ្យល់ល្អរាងកាយមានសុខភាពល្អនេះរបៀបនៃការឆុងតាមពិតមួយកែវ500 មីលីលីត្រនេះយើងដាក់មួយស្ព្រាយ៉ាអ៊ូតណាតែខ្ញុំចោះប្រហោងឲ្យរយវា
rồiស្មានបងពីព្រោះដាក់តែមកពណ៌តែហ្នឹងទៅបងប្អូនស្រឡាញ់ចាស់ឬក៏ខ្ចីយើងអាស្រ័យលើយើងណាប៉ុន្តែវាឈ្ងុយខ្លាំងហើយទៅអ្នកនរគ្នាថែមទឹកកដៅទៅបាទណាបងប្អូននេះអត់មានឆុងសំដែងចោលទេគឺញ៉ាំទៅអស់លីងណាបងក្លិនសក្រូចជាក្លិនសក្រីអ្នកនរគ្នាមិនចាំបាច់កាត់សក្រីអីចឹងហើយពេលដាំអីច្រើនតែនេះមានសក្រីហើយស្រាច់មានប្រយោជន៍ដល់សុខភាពទៀតខ្ញុំសង្ឃឹមថាស្នាមញញឹមរបស់ខ្ញុំជាមួយនឹងតែនេះនឹងផ្ដល់ឱកាសជូនពរដល់អ្នកនរគ្នាមានអារម្មណ៍ល្អមានសេចក្តីសុខនៅក្នុងកាយាហើយអរគុណសម្រាប់បងប្អូនដែលបានស្ដាប់មើលវីដេអូរបស់ខ្ញុំសូមជួយ comment មិនបាច់ subscribe ទេក៏នឹកជួយ comment ហើយថាមិនដែរប៉ូលីសង្ហាអស់ចង់សួរសំណួរអីខ្លះសូមអញ្ជើញសំណួរអរគុណច្រើនជូនពរឲ្យមានពេលល្អនៅក្នុងថ្ងៃនេះ